បន្ទាប់ពីលោកមេតងក៏បានក្រៀមទៅកាន់អាវមួយនឹងហើយគាត់ក៏បានលើកនឹងទៅកាន់វាឡើងលើហើយគាត់បានថាតើឯងនឹងសប្បាយចិត្តទេលោកមេតងទី1ស្ដេចបិសាចនឹងបានស្លាប់ទៅកាន់ឯងហើយស្ដេចបិសាចរបស់យើងក៏បានគិតថាតើគាត់នឹងមិនកើតឯងមែនទេគណៈពេលនោះបន្ទាប់ពីគាត់នឹងកំពុងតែសប្បាយចិត្តផងដែរពេលនោះគាត់ក៏បានចាប់អារម្មណ៍រឿងមួយហើយដោយសារតែគាត់នឹងបានចាប់អារម្មណ៍ខ្លួនតែគាត់នឹងធ្លាប់ស្គាល់ហើយសម្លេងមួយនេះគាត់ក៏ធ្លាប់ស្គាល់ផងដែរវាបានណានាងក៏ជាត្រេណាហើយនៅពេលនោះមានក្មេងស្រីម្នាក់ក៏បានសួរទៅកាន់ត្រេណាម៉េចកូននាងនឹងថ្ងៃនេះនាងពិតជាញញឹមខ្លាំងម្ល៉េះហើយត្រេណាក៏បានតបទៅកាន់នាងថានាងពិតជាសប្បាយចិត្តណាស់នៅក្នុងថ្ងៃនេះហើយនាងពិតជាចង់ដឹងណាស់ថានៅខាងសាលាបានផ្ដល់ការងារខ្លះទៅកាន់ជនស៊ីវិលហើយនៅពេលនោះស្ដេចបិសាចរបស់យើងក៏បានចាំថាត្រេណាក៏បានចេញមកកាន់គាត់ថាបើសិនជាគាត់ហ៊ានធ្វើបាបទៅកាន់អ្នកណាគេម្នាក់នឹងនាងនឹងមិនលើកលែងអោយទេហើយយើងមើលទៅកាន់លោកមេតបយើងវិញគាត់ត្រៀមនឹងចាត់ការទៅកាន់អូមួយនឹងហើយពេលនោះស្ដេចបិសាចរបស់យើងក៏បានបញ្ចេញថាមពលរបស់គាត់ហើយវានៅរយៈពេលតែ10សែកណ្ឌនោះទេមិនចោះនាងនឹងឃើញមកកាន់គាត់ជាមិនខាននោះទេហើយវាអស់រយៈពេល8សែកណ្ឌហើយនាងក៏បានដើរមកដល់ទីនេះផងដែរហើយគាត់ពិតជាភ័យមែនតែវាសន្មពេលតែ6សែកណ្ឌនោះទេហើយបើសិនជាបែបនោះមែនគាត់នឹងមិនមានឱកាសនឹងការរៀនសូត្រពីរឿងស្រានោះទេបើសិនជានាងនឹងឃើញមកកាន់គាត់ហើយវាគ្មានវិធីទេដោយសារតែគាត់នឹងអស់ផ្លូវតគាត់ក៏បានបើកនឹងលំហពីក្រោយខ្នងហើយគាត់ក៏បានបោះលោកមេតបនឹងអាវមួយនឹងចូលទៅកាន់លំហហើយវាអស់រយៈពេល4សែកណ្ឌហើយគាត់ក៏បានបិទលំហវិញគាត់បានសរសើរខ្លួនឯងគាត់ធ្វើនឹងវាសល់ពេលរយៈពេល3សែកណ្ឌទៀតឯណោះហើយទៅមុនដែលគាត់បានបញ្ចេញផងដែរនៅក្នុងសាលាវាបានបាត់ទៅវិញផងដែរហើយនៅពេលនោះត្រេណាក៏បានដើរមកដល់ទីនេះផងដែរហើយនៅពេលនោះនាងក៏បាននិយាយទៅកាន់មិត្តភក្តិរបស់នាងថាតើនាងនឹងមិនធុញមែនទេនាងគូបកែខាងព្យាបាលផងដែរតើវានឹងមិនធុញសម្រាប់បូជាចាមែនទេសម្រាប់នាងហើយនាងគូថាមិនអីនោះទេប៉ុន្តែមិនគូនាងនឹងមិនបដូរថ្នាក់មើលជាមួយនឹងនាងមកហើយនាងក៏មិនសូវរឹបអានភាពថ្មីផងដែរប្រហែលជានាងនឹងឯកាហើយនៅពេលនោះនាងបានគិតថាមិនក៏នាងនឹងទទួលអារម្មណ៍នៅថាមពលងឹតនៅក្នុងវិញនីតិចឹងហើយនាងក៏បានតបទៅកាន់មិត្តភក្តិផងថានាងនឹងមិនអីណាទេនាងនឹងសិក្សាទៅកាន់ថ្នាក់ថាមពលមួយហ្នឹងហើយនៅពេលនោះនាងបានឃើញទៅកាន់ស្ដេចបិសាចផងដែរនាងបានគិតថាមិនក៏គាត់នៅទីនេះចឹងពេលនោះស្ដេចបិសាចក៏បាន hello មកកាន់នាងផងដែររីករាយណាស់ដែលបានជួបនាងនៅទីនេះហើយនាងក៏បានតបវិញថាតើគាត់នឹងកំពុងធ្វើអីនៅទីនេះហើយគាត់ក៏បានតបវិញថាគាត់នឹងមិនបានធ្វើអីទេមិនក៏នាងនឹងគិតថាគាត់នឹងកំពុងធ្វើអីមែនទេប៉ុន្តែនឹងបាក់មើលទេកំពុងតែភ័យហើយនៅពេលនោះនាងក៏បានគិតថាទោះបីជាស្ដេចបិសាចក៏រៀនងងមែនប៉ុន្តែគាត់នឹងដូចជាមានអីនឹងលាក់កំបាំងមកកាន់នាងចឹងហើយនៅពេលនោះនាងក៏បានបញ្ចេញថារបស់នាងបាននិយាយថាបើសិនជានាងរកថាមពលបិសាចនៅជាមួយសាលាឃើញនាងនឹងមិនលើកលែងទៅកាន់លោកឯងនោះទេហើយយើងមើលទៅកាន់មិត្តមូលរបស់នាងទៅបានបញ្ចេញខ្លាំងផងដែរនាងចង់ចាប់ខទៅកាន់ស្ដេចបិសាចរបស់យើងហើយពេលនោះដែរមិត្តភក្តិរបស់នាងក៏បាននិយាយថាតើត្រេណានឹងកំពុងធ្វើអីគេតើមិត្តមូលរបស់នាងនឹងទៅតែភាសាឡើងហើយមែនទេហើយនៅពេលនោះត្រេណាក៏បានបញ្ចេញកម្លាំងទាំងអស់ដើម្បីកោះហៅដាវមួយហើយដាវមួយនេះវាមានសមត្ថភាពនឹងអាចរត់ទៅទៅកាន់ថាមពលបិសាចហើយនៅពេលនោះអ្នកដែលបាននៅក្នុងសាលាក៏បាននិយាយថាហេតុអ្វីបានជាថាមពលនៃព្រះបរិសុទ្ធនឹងបានហូរចូលទៅកាន់ខ្លួនមួយយើងចឹងហើយក្មេងស្រីម្នាក់ក៏បាននិយាយថាហេតុអ្វីបានជានាងនឹងដូចមានអារម្មណ៍ថាដូចជាបានពុយជ័យចឹងហើយយើងក៏លេចទៅមើលនៅក្នុងព្រះវិហារនៃបរិសុទ្ធផងដែរពួកគេក៏បានចលាចលផងដែរអ្នកបាននិយាយថាហើយពេលនោះបរិសុទ្ធអ្នកក៏បាននិយាយថាតើនេះគឺជាថាមពលនៃស្រីសេនមែនទេហើយតើវានឹងមានអីកើតឡើងតើយើងនឹងបានជួបបញ្ហាមែនទេហើយអ្នកនៅខាងមុខបានប្រាប់ទៅកាន់អ្នកទាំងពីរផងដែរវានឹងមិនអីនោះទេឲ្យអ្នកគ្នានឹងរៀបចំកងទ័ពទៅជួយទៅកាន់អ្នកស្រីសេនហើយយើងក៏លេចទៅមើលស្រីបិសាចរបស់យើងពិតជាភ័យខ្លួនមែនតែមិនក៏នាងនឹងបញ្ចេញវីតាមីនរបស់នាងនឹងទាំងអស់ចឹងហើយប្រហែលជានាងនឹងខឹងមកកាន់គាត់ហើយតើនាងនឹងចង់បន្តែងគាត់ចេញពីសាលាមែនទេហើយទៅណាក៏បានគិតថាហេតុអ្វីបានវីតាមីនរបស់នាងនឹងមិនអាចចាប់បានទៅកាន់វីតាមីនរបស់ស្រីបិសាចចឹងហើយតើគាត់នឹងអាចបញ្ចេញវីតាមីនខ្លាំងដែលនាងនឹងមិនអាចចាប់បានមែនទេតែមើលទៅកាន់គាត់ទៅដូចជាគាត់នឹងមានអានកំបាំងចឹងហើយនាងក៏បានបញ្ចេញវីតាមីននៃបរិសុទ្ធការពាររបស់នាងទេហើយមិត្តភក្តិរបស់នាងក៏បានហាមទៅកាន់នាងផងដែរវាពិតជាគួរឲ្យខ្លាចពេកហើយយើងមើលតាមជាស្ដែងតើវីតាមីនរបស់នាងក៏បានបន្ថែម2កងនៅខាងលើទេប៉ុន្តែនាងនឹងមិនអាចរកឃើញវីតាមីនរបស់ស្រីបិសាចនោះទេនៅក្នុងសាលាហើយនៅពេលនោះដោយសារតែនាងនឹងមិនអាចរកតាមពលទៅកាន់ស្រីបិសាចបាននាងក៏បានបោះបង់វាចេញហើយនាងក៏បាននិយាយទៅកាន់ស្រីបិសាចថាវានឹងមិនអីនោះទេបើសិនជានាងដឹងថាលោកឯងនឹងធ្វើបាបទៅកាន់អ្នកណាគេម្នាក់នាងស្បាត់ថាវានឹងមានផលវិបាកទៅកាន់លោកហើយស្រីបិសាចដែលខ្លាំងនៅក្នុងផែនដីមួយនេះបានទៅត្រឹមលើកមេដៃពីរទៅកាន់នាងនោះទេដោយសារតែគាត់នឹងខ្លាចបាត់បង់នៃការសិក្សារកស្នេហារបស់គាត់ហើយនៅពេលនោះនាងក៏បានដើរចេញផងដែរមិត្តភក្តិរបស់នាងក៏បានសួរថាតើនាងទាំងពីរឆ្លោះគ្នាញឹកញាប់មែនទេនាងក៏បានតបថាវាត្រឹមត្រូវហើយនាងអាចនិយាយបានថាខ្ញុំបង្កើតឡើងមកសម្រាប់ប្រយុទ្ធប្រឆាំងជាមួយនឹងគាត់អានផងដែរហើយមិត្តភក្តិរបស់ត្រេណាក៏បានតបថាប៉ុន្តែយើងមើលទៅកាន់ពីនេះឯងទៅដូចជាសង្សារគ្នាតើប៉ុន្តែវាដឹងឈរគ្នាបន្តិចហើយត្រេណាក៏បានតបវិញថាវានឹងមិនមែនបែបនោះទេនោះគឺតែពាក្យនិចាមអារាមនោះទេហើយសេរឿងរបស់យើងកាន់តែពឹកគេនៅខាងក្រៅស្លាយផងដែរលោកមេតបទី1ក៏បាននិយាយថាឲ្យព្រះអង្គនឹងលើកលែងទោសឲ្យគាត់ផងគាត់នឹងមិនមានន័យបែបនោះទេហើយខ្ញុំក៏មិននឹកស្មានផងដែរដែលពេលដែលខ្ញុំបានបញ្ចេញអរ៉ារបស់ខ្ញុំនឹងខ្ញុំខ្លាចតែពួកគេនឹងចាប់អត្តសញ្ញាណរបស់យើងនឹងបាននោះទេហើយទោះបីលោកម្ចាស់ចង់ដាក់ទណ្ឌកម្មមកកាន់គាត់វិញណាក៏ដោយគាត់ក៏សូមចេះទទួលយកផងដែរហើយបើសិនជាលោកម្ចាស់ឲ្យគាត់ទៅសម្រាប់ design 1លានក្បាលឬ10000ក្បាលក៏ដោយគាត់នឹងធ្វើបានរយៈពេល
4 ម៉ោងហើយនៅពេលនោះស្ដីបិសាចរបស់យើងក៏បានថាវានឹងមិនអីនោះទេគាត់នឹងមិនដាក់ទោសទៅកាន់ឯងនោះទេហើយលោកមេតបបានតបទៅទឹកក្មេងថាគាត់ពិតជាអរគុណណាស់សម្រាប់លោកម្ចាស់ហើយស្ដីបិសាចរបស់យើងក៏បានគិតផងដែរគណៈពេលដែលគាត់បានបើកលំហផងដែរគាត់នឹងប៊ីនឹងនាងចាប់បានទៅហើយវេទមន្តរបស់គាត់ដែលបានបញ្ចេញផងដែរវាជាវេទមន្តរបស់បុរាណហើយបើសិនជានាងចាប់បាននឹងវានឹងអាចទៅរួចនោះទេថាគាត់នឹងបានទៅរៀនពីរបៀបស្នេហានៅទីនោះទេហើយនិយាយចំទៅស្ដីបិសាចរបស់យើងនឹងគាត់ចង់ដឹងពីរឿងស្នេហាខ្លាំងមែនតែបានជាគាត់នឹងខំលះបង់បែបនេះនោះស្ដីបិសាចរបស់យើងក៏បានសួរទៅកាន់លោកមេតបរបស់គាត់ថាតើបរមអ្នកនោះយ៉ាងម៉េចហើយនៅពេលនេះគាត់មិនចង់ស្លាប់គឺគាត់នឹងមិនចង់មកហុយឈាមនៅទីនេះទេដោយសារតែពួកយើងកំពុងតែនៅទីនេះហើយលោកមេតបក៏បានថាបាទលោកម្ចាស់វានឹងមិនអីនោះទេគាត់បានបដោះមេរៀនទៅកាន់បរោះនឹងហើយវាពិតជាស្ដាប់បង្កប់ទៅកាន់ខ្ញុំខ្លាំងណាស់ហើយលោកមេតបទី1ក៏បាននិយាយថាសម្បីតែសម្រាមក៏អាចដើរបៀតជាមួយនឹងស្ដីបិសាចរបស់គាត់បានហើយមែនទេហើយនៅពេលនោះអោមួយនោះបានទៅសើទៅកាន់ស្ដីបិសាចរបស់យើងថាពិតជាខ្លាំងណាស់នៅក្នុងពិភពលោកមួយនេះហើយនៅពេលនោះវាបានទៅសើទៅកាន់ស្ដីបិសាចរបស់យើងពិតជាមនុស្សល្អខ្លាំងណាស់ដែលបានទុកជីវិតទៅកាន់វាហើយលោកមេតបទី1ក៏បានសើតិចថាវាពិតជាល្អខ្លាំងណាស់វាពិតជាប្រុសខ្លាំងណាស់ដែលគាត់នឹងបានលើសម្លេងមួយនេះបាននិយាយនៅក្នុងទឹកដីនេះបរិសុទ្ធមួយនេះហើយបន្ទាប់ពីនេះបានធ្វើជាមនុស្សល្អវានឹងមិនអោយនោះទេខ្ញុំនឹងផ្ដល់កាដូទៅកាន់អ្នកវាពិតជាសប្បាយចិត្តណាស់បើសិនជាអ្នកនឹងបានឃើញហើយនៅពេលនោះវាបាននិយាយថាដៃវានឹងជប់ឈឺហើយវាពិតជាអរគុណទៅកាន់លោកមេតបមែនតែប៉ុន្តែពេលនោះវាបាននិយាយថាតើនេះជាអ្វីទៅហើយនៅពេលនោះអូមួយនឹងក៏បានដើរជាងម្ដាយធ្វើជាងបែកផងដែរហើយលោកមេតបទី1ក៏បាននិយាយថាតើវាយ៉ាងម៉េចដែរលោកម្ចាស់ហើយខ្ញុំក៏បានបង្កើតដៃវាផងដែរហើយវាក៏បានឡើងថាមកពោផងដែរប៉ុន្តែកុំឲ្យវានឹងខ្មៅអីឡើយសារតែវានឹងបានកាន់សាសនាស្ដេចបិសាចដូចជាយើងហើយអូមួយនោះបានស្រែកពីចង្អៃថាវាពិតជាអស្ចារ្យណាស់ដៃមួយនេះវាពិតជាខ្លាំងមែនវាអាចធ្វើឲ្យបានគ្រប់យ៉ាងវាពិតជាលយខ្លាំងណាស់ហើយនៅពេលនោះស្ដេចបិសាចរបស់យើងក៏បាននិយាយថាវាពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់តើមនុស្សនឹងលោកស្នេហ៍នឹងអំណាចឬថាវោដែរមែនតើហើយយើងក៏លេចទៅមើលអូមួយនោះគាត់បាននិយាយថាបណ្ដៃនឹងគាត់អាចឡើងឋានៈជាណៃអូដូចឈើបានហើយវាពិតជាងាយស្រួលខ្លាំងណាស់សម្រាប់គាត់ដល់រាប់ណាគាត់មានដៃបិសាចមួយហ្នឹងហើយនៅពេលនោះគាត់ក៏បាននឹកឃើញវិញបើសិនជាពួកបរិសុទ្ធដឹងថាគាត់មានដៃបិសាចច្បាស់ណាស់គេនឹងសម្លាប់គាត់មុនគេបន្ទាប់ពីគាត់នឹងបានធ្វើរឿងបែបនោះទេហើយរឿងស្ដេចបិសាចចូលនិវត្តន៍របស់យើងក៏បានចប់ផងដែរមួយ chapter ហើយយើងចាប់ជួបគ្នានៅវីដេអូក្រោយឈប់សិននៅម៉ោង 9 យប់នេះខ្ញុំនឹងមានរឿងចេញថ្មីមួយទៀតប៉ុន្តែការសម្ដែងឬថែបឡែតរបស់ខ្ញុំនឹងមិនដឹងថាខ្ញុំនឹងធ្វើបានល្អនោះទេហើយអាស្រ័យទៅការអ្នកមើលនោះទេថាល្អឬមិនល្អខ្ញុំនឹងតធ្វើទៀត